រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលកូនភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះអ្នកមួយទៀតឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងអញតែមើលរបស់អ្នកណាជាប់សំដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើម្ដេចនឹងបានសត្វដូច្នេះត្រូវអញរលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញឲ្យចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកើតក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយដីទៅដល់មន់រងាវរលឹកពីដេកលុបមុខស៊ីស្លាហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តានមួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហាមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាកុំរលះរលាំងថ្មីអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាហោះមើលចុះមិនជឿខ្ញុំថាគុំដាក់នៅកោឲ្យដាក់នៅចុងឥឡូវមើលដល់អ្នកណាជាប់ហោឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដូចខ្លួនទៅឯចៅដែលបានក្តាំងក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវាក្តីនេះគុំតែមកដល់លោកដូចនេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវិញចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃនេះសុភាសេកបានសាច់ក្តានហើយឆ្លើយថាឯងទៅរកស្លាមុលមុខឲ្យឆាប់ឲ្យតនព្រឹកនេះបើវាមុខប្តឹងអញបង្គាប់អីចឹងដែរបើវាមុខមិនតន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដូចនេះអញប្រញាប់ទៅចុះឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្គាប់សេចក្តីដោយបង្គាប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទុនសាយសួរថាមានដំណើរអីបានជារត់ដូចនេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយ
ទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅចុងឈើជាប់ក្តាន់មួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទុនសាយឆ្លើយថាណោយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អរលុះដល់ថ្ងៃរសៀលសុភាទុនសាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទុនសាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហើយឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយឆ្លើយថាពីជីដូនជីតាពីម៉ែពីឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសัตว์ជើង4ផងដែលឮទេអស់អ្នកស្រុកលោកសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសះខ្លួនជាអ្នកលំងប់ចំនួនសាច់ក្តាំងក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ